សួស្តីបងប្អូនទាំងអស់គ្នាចាអង្គុយទឹកមកព្រឹកបងប្អូនអើយអត់ដឹងថាញ៉ាំអីចាទីបំផុតក៏នឹកឃើញថាចង់ញ៉ាំត្រីអញ្ចឹងក៏ជៀនត្រីឡាប់យ៉ាញ៉ាំជាមួយនឹងទឹកប្រហុករសជាតិបែបថៃចាហើយចំពោះគ្រឿងផ្សំវិញគឺយើងយកគល់ស្លឹកគ្រៃហាន់ឲ្យស្ដើងយកខ្ចីបងប្អូនចាហើយសឹកខ្ទឹមសម្ទេសក្រូចឆ្មាហើយយើងសាប់ស្វាយបន្តិចទៅដើម្បីញ៉ាំតបជាមួយគ្នាចាហើយត្រីឡាប់យ៉ានេះដែរគឺយើងលាងទឹកវាឲ្យស្អាតមកហើយយើងឆ្នូតវាចឹងមកណាបងប្អូនវាពេលដែលយើងចៀនទៅវាឆាប់ឆ្អិនល្អចាឥឡូវយើងទៅមើលពីវិធីធ្វើទាំងអស់គ្នាចាយើងយកត្រីឡាប់យ៉ាយើងនេះមកជូតវាឲ្យស្ងួតតិចសិនមកដើម្បីពេលដែលយើងយកទៅចៀនទៅគឺវាអត់ផ្ទុះចាក្រោយវាជូតបានស្ងួតហើយយើងយកអំបិលមកប្រឡាក់វាបន្តិចមកដើម្បីវាចាប់ជាតិណាចាហើយយើងប្រើម្សៅបំពងបន្តិចមកប្រឡាក់លើសាច់យើងនឹងមកដើម្បីពេលដែលយើងចៀនទៅស្បែកវាស្រួយល្អណាចាអញ្ចឹងឥឡូវយើងមកធ្វើទឹកប្រហុកយើងបងប្អូនខ្ញុំប្រើទឹកប្រហុកចំនួន2ស្លាបព្រាចាហើយទឹកត្រីនឹងចំនួន2ស្លាបព្រាដែរចាបន្តមកទៀតនឹងគឺស្ករសហើយបងប្អូនចង់ផ្អែមយើងដាក់ផ្អែមទៅណាចាហើយបន្តមកគឺច្បាច់ក្រូចឆ្មា2ស្លាបព្រាដែរហើយយើងយកគល់ល្ក្រៃដែលយើងហាន់ហើយមួយខ្ទឹមសម្ទេសខ្ទឹមអីហ្នឹងដាក់វាចូលគ្នាទាំងអស់មកហើយដោយសារខ្ញុំនៅផ្ទះខ្ញុំសមម្ទេសហុយបងប្អូនចាអញ្ចឹងក៏បន្ថែមម្ទេសហុយបន្តិចទៅតាមការចូលចិត្តបងប្អូនដាក់ក៏បានមិនដាក់ក៏បានអញ្ចឹងឥឡូវខ្ទះយើងក៏ក្តៅដែរយើងដាក់អំបិលចូលបន្តិចដើម្បីកុំឲ្យវាជាប់ខ្ទះហើយយើងដាក់ត្រីយើងចូលចៀនទៅចាពេលដែលវាក្រៀមមកចំហៀងហើយយើងប្រែមកចំហៀងទៀតមកចាចៀនរហូតដល់ត្រីយើងឆ្អិនទាំងសងខាងបងប្អូនចាឥឡូវនេះគឺមុខម្ហូបយើងគឺបានរួចរាល់អស់ហើយចានៅពេលយើងយកត្រីយើងទៅជ្រលក់ជាមួយនឹងទឹកប្រហុកយើងហើយយើងខាំចាំគល់ល្ក្រៃបន្តិចហ្នឹងបងប្អូនអើយនិយាយពីឈ្ងុយចាអរគុណ